cònលើទាំង5យ៉ាងដែលខ្ញុំបានអនុវត្តក្នុងអំឡុងពេលរៀនធៀបប្រឡងពេទ្យដែលធ្វើឲ្យខ្ញុំទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសំខាន់ណាស់បានលេខ1ទៀតអញ្ចឹងបើសិនណាឲ្យចង់ដឹងថាតើខ្ញុំរៀនធៀបប្រឡងមិនទៅដែលធ្វើឲ្យខ្ញុំទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយសំខាន់បានលេខ1ទៀតអញ្ចឹងឲ្យ complete មួយវីដេអូនេះដល់ចប់មុននឹងចូលទៅដល់ចំណុចទាំង5ចំណុចហ្នឹងខ្ញុំចង់ប្រាប់អ្នកនរគ្នាថាការប្រឡងពេទ្យគឺខុសពីការប្រឡងបាក់ឌុបដោយសារការប្រឡងបាក់ឌុបគឺគេបានកំណត់បន្ទុកច្បាស់ៗឲ្យថាឧទាហរណ៍427ចឹងបានតែ A គឺឲ្យតែអ្នកនរគ្នាបានបន្ទុកខ្ពស់ពីលើពី427ដល់អ្នកនរគ្នាបានតែ A តែសម្រាប់ការប្រឡងពេទ្យវិញគឺជាការប្រឡងបែបប្រកួតប្រជែងដើម្បីយកឯងគួរចូលរៀនសម្រាប់អ្នកដែលអាសាស្ដាប់ពីវីដេអូចាននៃពិសេសច្បងដែលគាត់និយាយថាជាប់ក្នុងការរៀនធៀបប្រឡងពេទ្យហើយប្រកាសជាដឹងហើយតែលើខូតហ្នឹងហើយតែការពិតគឺវាអញ្ចឹងមែនអ្នកនរគ្នាគឺជាការប្រឡងបែបប្រកួតប្រជែងដើម្បីយកឯងគួរចូលរៀនពិតមែនពួកអីសាលាក្រហមគឺជាសាលាដែលមានសិស្សដាក់ពាក្យចូលរៀនឆ្លងខាងមែនតើអញ្ចឹងអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងគឺកាន់តែខ្ពស់ទៀតអញ្ចឹងបើសិនជាឧទាហរណ៍អ្នកជាសិស្សដែលចង់បានអាហារូបករណ៍អ្នកត្រូវតែជាសិស្សដែលរៀនខុសពីសិស្សដទៃហេតុអីបានជាខ្ញុំនិយាយចឹងដោយសារតែសិស្សដែលបានអាហារូបករណ៍ម្នាក់ៗគឺជាសិស្សដែលខំបង្រៀនខ្លាំងមែនតើសង្កត់និយាយថាវិញ្ញាសានៅក្នុងប្រព័ន្ធទាំង3វិញ្ញាសាហ្នឹងគាត់ធ្វើសង្កត់អស់ទាំងអស់ហើយអ្នកនរគ្នាសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំធ្វើអស់ទាំងអស់តែម្ដងហើយវិញ្ញាសាមួយណាក៏ខ្ញុំចេះដែរអ្នកនរគ្នាសូម្បីវិញ្ញាសាដែលខ្ញុំអត់បានរៀនធៀបប្រឡងពេទ្យនៅសាលានេះខ្ញុំរៀនហ្នឹងក៏ខ្ញុំធ្វើខ្លួនឯងដែរខ្ញុំយកចម្លើយពីប្រភពផ្សេងៗដើម្បីយកមកធ្វើខ្លួនឯងអញ្ចឹងនេះគឺជាគន្លឹះមួយដែលខ្ញុំទទួលបានអាហារូបករណ៍នេះគ្នាហើយខ្ញុំទទួលបានលេខ1ទៀតចំណុចទី1គឺជាគន្លឹះក្នុងការរៀនវិញ្ញាសារបស់ខ្ញុំធ្វើមកឆាប់ចាំឆាប់ចេះឆាប់យល់ដោយសារតែខ្ញុំជាសិស្សដែលរៀនវគ្គសាស្ត្រទឹកអញ្ចឹងខ្ញុំទៅតែចាំសក់ទេខ្ញុំតែចាំសក់ទេអញ្ចឹងនៅពេលដែលខ្ញុំរៀនវិញ្ញាសានៅក្នុងសាស្ត្រទឹកនៅទី1ហ្នឹងហើយគឺខ្ញុំយកវិញ្ញាសាទី1ហ្នឹងមកធ្វើនៅចាំសក់ហ្នឹងធ្វើតារាងថ្ងៃមកណាទៀតអញ្ចឹងនៅពេលដល់វិញ្ញាសាទី2នៅទឹកមួយទៀតគឺខ្ញុំច្បាស់ហ្មងថាវិញ្ញាសាទី1ហ្នឹងគឺខ្ញុំគ្រាន់តែឃើញលំហាត់ហ្នឹងគឺខ្ញុំកន្លែងឃើញរបៀបធ្វើកន្លែងឃើញចំណោលមកណាទៀតដោយសារយើងត្រូវចាំរបៀបធ្វើដែរដោយសារពេលប្រឡងគឺពេលវេលាអាចថាវាខ្លីដែរវាអត់សូវច្រើនណាស់ទេអញ្ចឹងឲ្យប្រកាសចិត្តថាណាហៀគ្រាន់តែឃើញលំហាត់គាត់ឃើញសំណួរនៅក្នុងពេលប្រឡងហ្នឹងហើយដឹងពីរបៀបធ្វើដល់ពីចម្លើយមករបៀបអញ្ចឹងណាគ្នាអញ្ចឹងនៅពេលដល់អត្តទី2នៅវិញ្ញាសាទី2គឺខ្ញុំធ្វើតារាងដល់អត្តទី1នៅវិញ្ញាសាទី1ហ្នឹងអញ្ចឹងឯងណាគ្នាចំណុចទី2គឺជាការលះបង់ហើយដែរបានខ្ញុំនិយាយថាការរៀនប្រឡងបែបគឺជាការលះបង់ដោយសារខ្ញុំផ្ទាល់ហ្មងណាគ្នាមិនដឹងណាគ្នាមិនទេសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំអត់សូវមានពេលវេលាគ្រប់គ្រាន់នឹងការថែខ្លួនអត់សូវមានពេលវេលាគ្រប់គ្រាន់នឹងការទៅជួបជុំមិត្តភ័ក្តិអត់សូវមានពេលវេលាគ្រប់គ្រាន់នឹងការជួបជុំគ្រួសារជាពិសេសការឆ្នាំខ្ញុំហ្នឹងរៀនប្រឡងបែបមុនដាក់បិណ្ឌអញ្ចឹងទៅនៅពេលដែលក្នុងប្រឡងពេលរៀននៅក្នុងប្រឡងពេលដាក់បិណ្ឌគឺខ្ញុំនៅតែមករៀនដដែលណាគ្នានៅតែមករៀនគួរដដែលនៅតែរៀនស្វែងរកខ្លួនឯងនៅតារាងអត់ទាន់មកស្រុកទេនៅពេលយ៉ាងឡើយអញ្ចឹងណាដូចជាបិណ្ឌ10បានខ្ញុំមកស្រុកអីអញ្ចឹងទៅហើយបិណ្ឌ13វាគេប្រកាសលទ្ធផលអញ្ចឹងទៅយ៉ាហើយថ្ងៃអត់សូវមានពេល test បែបអីគ្រប់គ្រាន់ទេណាដោយសារខ្ញុំជាមនុស្សដែល test បែបថែមុខថែអីចឹងទៅហើយដល់ពេលរៀនប្រឡងពេទ្យហ្នឹងណាមិនថាបន្តប្រឡងពេទ្យដែរគឺខ្ញុំអត់សូវមានពេលវេលាគ្រប់គ្រាន់ក្នុងការថែខ្លួនទេហើយភ្នែកអីឡើងស្លក់មកណាហើយខ្ញុំក៏តាំងចិត្តថាអត់អីទេពេលប្រឡងហើយអីចឹងទៅចាំយើងខែខ្លួនមកវិញអីចឹងណាគ្នាប៉ុន្តែអាហ្នឹងវាក៏ជាខ្វល់ដែលលើកទឹកចិត្តខ្លួនឯងដែរចឹងណាជាពិសេសសម្រាប់ស្រីៗមកដោយសារស្រីៗគេទៅថែខ្លួនគេចិត្តអីចឹងទៅចាហើយចឹងហើយបាទខ្ញុំប្រកាសចំណុចនេះមកថាឲ្យអ្នកបើកចិត្តបើកកាយព្រោះថាបើកចិត្តក្នុងការទទួលស្គាល់ថាអត់សូវមានពេលវេលាក្នុងការថែខ្លួនអត់សូវមានពេលវេលាក្នុងការជួបជុំមិត្តភ័ក្តិអត់សូវមានពេលវេលាក្នុងការជួបជុំគ្រួសារអីចឹងទៅចាសម្រាប់ចំណុចទី3គឺកម្លាំងចិត្តដល់ឲ្យត្រូវតែមានកម្លាំងចិត្តកម្លាំងកាយក្នុងការរៀនប្រឡងពេទ្យដោយសាររៀនហ្នឹងគឺខំខ្លាំងមែនតើហើយសម្រាប់ខ្ញុំមាន target ខ្ពស់ជាងបាក់ឌុបទៀតដែលថាខ្ញុំត្រូវតែបានអាហារូបករណ៍មកខ្ញុំដាក់អាចថា target ត្រូវតែបានអាហារូបករណ៍មកណាគ្នាដែលថាឧទាហរណ៍បើខ្ញុំអត់បានអាហារូបករណ៍ទេខ្ញុំអត់ដឹងគេអីមករបៀបថាយើងដាក់ថាអាហារូបករណ៍មាន plan A តែមួយគត់គឺអាហារូបករណ៍មកអត់ចង់ជាប់ធម្មតាគឺចង់ជាប់អាហារូបករណ៍មកអញ្ចឹងណាអញ្ចឹងគឺចំនួនខុសត្រូវហ្នឹងក៏កាន់តែខ្ពស់ដែរយើងត្រូវតែធ្វើវិញ្ញាសាដូចអីដែលយើងបានកំណត់គាត់ទឹកហ្នឹងណារហូតតាមការភាពតាម schedule យើងបានកំណត់ហ្នឹងឯងអញ្ចឹងយើងត្រូវតែមានផ្លូវការផ្លូវចិត្តរឹងមាំក្នុងការបំពេញចូលទីរាល់ថ្ងៃមកជាពិសេសកាលហ្នឹងគឺការដាក់បិណ្ឌរបស់ខ្ញុំចង់ទៅស្រុកខ្លាំងមែនតើខ្ញុំមាន schedule អីត្រូវបំពេញរាល់ថ្ងៃអញ្ចឹងទៅហើយខ្ញុំក៏នឹកសក់ខ្លាំងមែនតើឡើងចង់យំណាស់ហើយក៏នឹកដល់សម្ដី parent នេះគាត់និយាយថាអត់អីទេចាំមើលពេលប្រឡងពេទ្យហើយគាត់ទិញអីឲ្យអញ្ចឹងណាហើយដល់ពេលចាក់ស្ដាយហ្មងពេលប្រឡងពេទ្យហើយគឺគាត់ទិញឲ្យមែនអញ្ចឹងទៅចាសម្រាប់ចំណុចទី4នេះនៅតែប្រកាសចិត្តថានៅគ្នាជាមនុស្សដែលសរសេរលឿនសរសេរសារមានរបៀបរៀបរយហើយសរសេរត្រូវដោយសារការរៀនប្រឡងពេទ្យការប្រឡងពេទ្យផ្ទាល់ហ្មងនៅគ្នាអ្នកខ្លះគឺចេះលំហាត់មួយនឹងប៉ុន្តែគឺអត់បានបន្ទូលលើលំហាត់មួយនឹងដោយសារអញនៅសរសេរអត់មានរបៀបរៀបរយគេពិបាកមើលអញនៅសរសេរខុសនៅលើចម្លើយរបស់វាអីអញ្ចឹងណាគ្នាដោយសារការរៀនប្រឡងពេទ្យការប្រឡងពេទ្យផ្ទាល់ហ្មងគឺចម្លើយត្រូវតែដូចកំណែហ្មងណាគ្នាឧទាហរណ៍ពាក់ព័ន្ធមួយចម្លើយគីមីណាគ្នាពាក់ព័ន្ធមួយការហ្នឹងគឺប្រចាំគេទិញដោយសារវាបាក់កាត់លេខហើយលេខវាញញ៉ៃចឹងទៅអញ្ចឹងត្រូវទិញហើយចម្លើយគឺថាទិញបែបមួយយ៉ាងណាគ្នាសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំមានកូនប្រុសទូចមួយភៅអាសភៅទៅទូចណាខ្ញុំកត់ចម្លើយការហ្នឹងនៅលើនឹងទាំងអស់ហើយមួយថ្ងៃគឺខ្ញុំទិញ5មួយថ្ងៃគឺខ្ញុំទិញ5ដូចជាការពេលហ្នឹងដូចជាមាន10ជាងណាគ្នាយ៉ាមានប៉ុណ្្នឹងឯងហើយពេលខ្លះអញ្ចឹងទៅមានអារម្មណ៍ថាដូចកូនក្មេងមកអង្គុយទិញចម្លើយអញ្ចឹងតែហ៊ានទិញប្លុកប៉ែនហើយប្រកាសជា
ជួបដំណាក់កាលមួយនឹងអ្នកគ្នាយ៉ាហើយពាក់ព័ន្ធមើលការតសែស្អាតវិញអាចថាវាមិនស្អាតហ្មងសំខាន់ឲ្យតែវាថាមិនពាក់ព័ន្ធមកអសសំខាន់ណាស់គឺតសែទៅមានរបៀបរៀបរយហើយលោកគ្រូអ្នកគ្រូដែលកាយហ្នឹងគឺស្រួលមើលដោយសារពីច្រើនគាត់ចាស់អីចឹងណាចឹងបើសិនណាវាមានអារម្មណ៍សរសេរក៏ខិចអីចឹងគឺខ្ញុំគិតថាវារៀងអាចថាវារកខ្ពស់ក្នុងការដែលគាត់មានអារម្មណ៍ថាគាត់អត់សូវចង់កាយអីចឹងណាចាអញ្ចឹងធ្វើមកឲ្យតសែមានរបៀបរៀបរយដែលគាត់ឃើញហើយគឺចង់កាយមកណាគ្នាអាចថាអសខ្ញុំរៀងស្អាតដែរចឹងណាតសែទៅគឺមានរបៀបរៀបរយហើយតសែត្រង់ទួលល្អខ្លាំងមែនតើហើយបលិចអីហ្នឹងអ្នកគ្នាមើលទៅគឺតិចភ្នែកហ្មងមានអារម្មណ៍ថាអសរៀងគាត់បានដែរចឹងណាយ៉ាស្នាគ្នាយ៉ាចឹងខ្ញុំនិយាយចឹងថាអ្នកគ្នាត្រូវតែជាមនុស្សដែលតសែលឿនតសែស្អាតមានរបៀបរៀបរយហើយតសែត្រូវមិនប្រកាសថាតសែលឿនហើយតសែស្អាតហើយចម្លើយខុសហើយក៏គេអាចបន្ទោសដែរណាចម្លើយខុសគឺខុសហើយអ្នកគ្នាយ៉ាដូចខ្ញុំនិយាយចឹងថាចម្លើយត្រូវតែដូចកំណែតម្រង់សម្រាប់ចំណុចទី5វិញគឺជាចំណុចដែលខ្ញុំនិយាយពីសកម្មភាពក្នុងពេលខ្ញុំប្រឡងហើយក្នុងវិញ្ញាសាដែលគេជិះប្រឡងនៅគ្នាសម្រាប់វិញ្ញាសាដែលគេជិះប្រឡងគឺគេធ្វើវិញ្ញាសាពេលផឹកធ្វើហើយគឺគេប្រឡងពេលថ្ងៃផ្ទាល់មកណាគឺគេធ្វើតុកឯណាគ្នាគឺគេធ្វើហើយព្រមគឺគេដឹកវិញ្ញាសាទៅតាមម្ដងមួយមកណាគ្នាហើយកាខ្ញុំហ្នឹងគឺគេលេតគីមីធ្វើហើយរហូតដល់មក6ណាគ្នាពេលហ្នឹងខ្ញុំមានអារម្មណ៍អស់កម្លាំងខ្លាំងមែនតើណាគ្នាដោយសារអីពេលផឹកហ្នឹងខ្ញុំញ៉ាំប្រហែលម៉ោង9ហើយញ៉ាំហើយគឺទៅប្រឡងមកហើយដល់6អត់បានញ៉ាំអីទេខ្ញុំញ៉ាំតែទឹកទេហើយពេលហ្នឹងខ្ញុំខ្ជិលយកទឹកធំទៅខ្ញុំខ្លាចប្រមាថខ្ញុំខ្លាចធ្ងន់អីចឹងខ្ញុំយកទឹកទួយនៅនេះសាក់មើលពីម៉ោង12ដល់មក6ខ្ញុំផឹកតែទឹកទួចនឹងមួយហើយខ្ញុំជំនឿតែផឹកទឹកច្រើនចឹងខ្ញុំនឹងខាស់កមកនិយាយគេឲ្យចេញទៅណាញញ៉ៃណាគ្នាទោះបីជាក្នុងពេលដែលគេឲ្យចាំនិយាយក៏ដោយគឺគេនៅតែក្នុងឯងហើយអត់មានមាត់អីញញ៉ៃទេណាគ្នាអញ្ចឹងយ៉ាស្នងហេតុប្រកាសថាខ្ញុំអីបានឆ្អែតគ្រប់គ្រាន់ហើយខ្ញុំដាក់ទឹកធំទៅអានេះជាការ recommend ទៅខ្ញុំវិញដាក់ទឹកធំទៅដល់ខ្ញុំទោះបីជាសម្រាប់អ្នកដែលញ៉ាំច្រើនណាតែបើសម្រាប់អ្នកញ៉ាំតិចមក10ក៏ it's okay ដែរចឹងណាបើខ្ញុំមកញ៉ាំទឹកច្រើនតែពេលហ្នឹងខ្ញុំអត់ដឹងមិនទេខ្ញុំគិតថាចូលដាក់ទឹកទៅព្រោះវាធ្ងន់អញ្ចឹងខ្ញុំគិតថាចេញប្រឡងហើយមក4អីចឹងទៅអត់អីទេតែមិនដេកដល់មក6ណាគ្នាបានទឹកញ៉ាំទេហើយឡើងហែវមកគ្នាមានអារម្មណ៍ថាអត់កម្លាំងខ្លាំងមែនតើប៉ុន្តែពេលចេញប្រឡងហើយផ្ទាល់ហ្មងគឺមានកម្លាំងចិត្តពេញនិយាយអីយកធ្វើត្រូវទាំងអស់អញ្ចឹងមានអារម្មណ៍អូយ appreciate ខ្លួនឯងខ្លាំងមែនតើហើយពេលហ្នឹងពូខ្ញុំមកយកណាគ្នាទៅញ៉ាំអីចឹងណាហើយខ្ញុំនិយាយប្រាប់ពូខ្ញុំតាំងពីមិនដូចចេញប្រឡងរហូតដល់កាញញ៉ាំអីអូយមានអារម្មណ៍ថាសប្បាយចិត្តដល់អ្នកគ្នាអារម្មណ៍បំផើមអញ្ចឹងណាអូយនិយាយថាហើយឆាទៅប្រាប់គ្រូសាអីទាំងយប់អីចឹងហើយមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើហើយពេលហ្នឹងអ្នកគ្នាពូខ្ញុំបាញ់លុយមកឲ្យពូខ្ញុំនៅស្រុកចឹងបាញ់លុយមកឲ្យកាញញ៉ាំអីទៀតអូយ appreciate គាត់ខ្លាំងមែនតើហើយពេលហ្នឹងមានអារម្មណ៍ថាសប្បាយចិត្តជា moment ដែលសប្បាយចិត្តខ្លាំងហ្មងអ្នកគ្នាហើយដល់ពេលថ្ងៃទី2វិញគឺគេប្រឡងតែកំណត់តែអ្នកគ្នាហើយសម្រាប់ពេលប្រឡងនៅផ្ទាល់ខ្ញុំបញ្ជាក់ទៅអ្នកគ្នាសម្រាប់ឧទាហរណ៍ថាថ្ងៃទី1នឹងឲ្យអង្គុយតុមុខអញ្ចឹងថ្ងៃទី2គឺអង្គុយតុផ្សេងវិញអ្នកគ្នាគឺគេឆ្លាស់បដូរតុគ្នានិយាយថាប្រឡង2ថ្ងៃហ្នឹងគឺគេបដូរតុគ្នាឲ្យអ្នកអង្គុយកន្លែងដែរអញ្ចឹងឧទាហរណ៍អ្នកគ្នាគាត់ថាអូអ្នកគ្នាអង្គុយតុហ្នឹងតុទី1អញ្ចឹងអ្នកគ្នាស្អែកគឺអង្គុយតុផ្សេងហើយនិយាយថាគឺគេឆ្លាស់បដូរតុគ្នាអញ្ចឹងហើយសម្រាប់ពេលប្រឡងកំណត់ហ្នឹងគឺខ្ញុំរំលឹកពេលយប់ដែរដោយសារខ្ញុំឃើញគេមានចេញក្រៅអញ្ចឹងទៅចេញបដូរលេខទៅខ្ញុំភ័យកំណត់ដែរអញ្ចឹងណាតែពេលខ្ញុំមើលរំលឹករហូតដល់ម៉ោងដូចជាម៉ោងពី10ជាងហើយវិញ្ញាសាខ្ញុំរំលឹកនោះគេត្រូវឡើងដូចជា9វិញ្ញាសាត្រូវឡើង9លំហាត់ហើយវិញ្ញាសាប្រឡង8ចឹងដូចជាមាន12 13មិនដឹងណាខ្ញុំភ្លេចបាត់ហើយថាដូចជាមានផាប់ប៉ុណ្្នឹងឯងហើយខ្ញុំរំលឹកត្រូវឡើង9ហើយសាក់គិតមើលហើយវិសាដែលខ្ញុំអត់រំលឹកហ្នឹងគឺខ្ញុំចេះដូចគ្នាគាត់ថាយើងអត់បានរំលឹកពេលយប់អញ្ចឹងណាយ៉ាប៉ុន្តែប៉ុណ្្នឹងឯងតែប៉ុន្តែខ្ញុំថាអត់រំលឹកហើយដោយសារខ្ញុំគិតជាមកចេះចាំអស់ហើយប៉ុន្តែតែរំភ័យជាមួយនឹងគីមីដែលសាក់ឃើញគីមីចេញហើយដូរលេខអីអញ្ចឹងណាស្មានតែកំណត់គេចេញដូរលេខហើយចេញវិសាខៅដែរអញ្ចឹងទៅមានរំភ័យអញ្ចឹងទៅអញ្ចឹងក៏រំលឹកទៅយ៉ាថាអត់ស្មានគេគ្រប់គ្រាន់ដែរថ្ងៃទី2ហ្នឹងឡើងស្លក់មកហើយទៅប្រឡងហើយគាត់ចេញពីប្រឡងមកណាគ្នាដឹងខ្លួនឯងមកថាបានអាហារូបករណ៍ណាដោយសារអីធ្វើយើងធ្វើត្រូវទាំងអស់ហ្នឹងណាប៉ុន្តែខ្ញុំអានេះខ្ញុំចែកក្រៅទៅកាន់អ្នកគ្នាប៉ុន្តែខ្ញុំអត់ស្មានថាខ្ញុំបានលេខ1ទេអ្នកគ្នាដោយសារខ្ញុំគិតថាអ្នកផ្សេងៗក៏គេធ្វើត្រូវដែរពីលោកគេធ្វើត្រូវទាំងអស់ទៅឧទាហរណ៍ថាធ្វើត្រូវទាំងអស់ចំនួន10នាក់អញ្ចឹងទៅបានបន្ទុក300ដូចគ្នាអញ្ចឹងទៅបន្ទុកដូចគ្នាទាំងអស់អញ្ចឹងគឺគេដាក់លេខតាមតកោអញ្ចឹងណាគេហៅតកោខ្ញុំតកោសទៀតអញ្ចឹងគាត់ថាវាបានលេខ1អីចឹងទៅអញ្ចឹងយើងគេតែកាត់ទៅណាគ្នាយ៉ាហើយក៏គេលទ្ធផលមកបានលេខ1អញ្ចឹងណាពេលហ្នឹងអ្នកគ្នាគឺស្រែកមកផ្ទះហ្មងសប្បាយចិត្តខ្លាំងហ្មងអ្នកគ្នាតែវាថាដូចmoment 2ដែលសប្បាយចិត្តខ្លាំងដូចបាក់ដូបហ្នឹងប្រឡង8ហ្នឹងអញ្ចឹងណាអ្នកគ្នាចាហើយធីបទាំង5ហ្នឹងគឺអស់ហើយខ្ញុំក៏មានដំណងល្អដែរសម្រាប់អ្នកគេដែលចង់រៀនគួរធីបប្រឡង8មួយខ្ញុំមានបើកវគ្គរៀនធីបប្រឡង8ប៉ុន្តែខ្ញុំបើកតែគីមីវិទ្យានៅអ្នកគ្នាហើយខ្ញុំរៀនជាភេទកាយវិទ្យាសាហើយខ្ញុំនឹងប្រាប់ពីគន្លឹះនៃវិទ្យាសាឬក៏លំហាត់នៃសំណួរផ្សេងៗអ្នកគ្នាចាហើយរៀនហ្នឹងគឺខ្ញុំរៀនកិច្ចជាខែអ្នកគ្នាអាច scan QR ដែលខ្ញុំដាក់លើនេះបានសួរព័ត៌មានបន្ថែមបែបមកការរៀនគួរហើយខ្ញុំរំលៃសមហុំខ្លះមែនតើហើយរៀនបែប like you know សាច់បងសាប់អូនអីចឹងណាគេអាចសួរពីរបៀបក្នុងការរៀនរបស់ខ្ញុំសួរពីគន្លឹះក្នុងលំហាត់ផ្សេងៗថាធ្វើម៉េច
ស្រួលចាំងាយចាំសម្រាប់ទូប្រឡងបានអីអញ្ចឹងដល់គ្នាហើយខ្ញុំក៏បន្ថែមជូននៅបើសិនជាចង់បានអញ្ចឹងពាក់ព័ន្ធមួយចម្លើយនៃវិញ្ញាសាជីវវិទ្យាដូចគ្នាយ៉ាងស្នើគ្នាអញ្ចឹងបើសិនជាចាប់អារម្មណ៍នៅឲ្យ scan QR នេះបានហើយតម្លៃខ្ញុំធានាជូនមកឲ្យអាចឆាតសួរបានគឺតម្លៃសមហ្មងខ្លះមែនតើខ្ញុំគិតជាខែដល់គ្នាហើយវិញ្ញាសាគឺមានតាមល្មមតែយល់វិញ្ញាសាដកចេញតាមដកយកមកចេញតានៅក្នុងប្រព័ន្ធគីមីវិទ្យាតាទី12នឹងឯងអញ្ចឹងយកស្នើគ្នាអាចបើសិនជាចាប់អារម្មណ៍អីចឹងអាច scan QR បានមានប៉ុណ្្នឹងឯណាគ្នា